anh ấy bàពីប្រវែងមួយបាទពីប្រវែងហ្នឹងហើយនឹងមកប្រវែងនេះហ្នឹងវា70បាទវា7ទឹកបងប្អូនណាបាទអញ្ចឹងពីប្រវែងមកកនេះហើយនឹងវា7ទឹកអញ្ចឹងអានេះវាជាលក្ខណៈខ្នាតតឹងទេបងប្អូនណាបាទអញ្ចឹងខ្នាតបដោយនេះវាទៅបាទពីហ្នឹងទៅហ្នឹងវាបដោយអញ្ចឹងវា1ម៉ែត្រ2ទឹកបាទ1ម៉ែត្រ2ទឹកពេញអញ្ចឹងវា7បាទ7ទឹកគុណនឹង1ម៉ែត្រ2ទឹកអញ្ចឹងណាបងប្អូនបាទរង្វង់ពីកម្មនេះបាទរហូតដល់កម្មនោះគឺមាន7ទឹកអញ្ចឹងយើងចែកបាទយើងចែកលក្ខណៈ0កណ្ដាលនេះវា74បងប្អូនណាបាទពីតំណឹងបាទហើយនឹងត្រូវចំកណ្ដាល0នេះគឺ74អញ្ចឹងដៃ48របស់យើងនេះគឺយើងចែកបានមួយខាង2ហ៊ុនបាទអញ្ចឹងហើយយើងសាបយើងចាក់បានប៉ុណ្ណេះបាន3ខ្ទង់ហើយហ្នឹងហើយបាន3ខ្ទង់ហើយយើងតាំងសសរយើងតាំងដៃខ្នេះបានមួយខ្ទង់ទៀតអញ្ចឹងយើងចាក់ពេលស្អែកនេះបានទាំងអស់បាន4ខ្ទង់អញ្ចឹងអាខាងនេះគឺយើងចាក់រួចហើយខាងនេះយើងដែក3ម៉ែត្រដែកក្រាលចាក់សាបអានេះខាងនោះយើងធ្វើដូចខាងនេះដែរអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនបាទពីអាការចាក់សាបយើងធ្វើផែនភូមិណាបងប្អូនបាទចឹងនេះគឺជាផែនភូមិបាទយើងផែនភូមិរបស់យើងនេះយើងចាក់នៅនឹងឯងយើងអត់លើកណាបងប្អូនបាទយើងអត់ដាក់ដៃលើកទេយើងចាក់នៅមុខផ្ទះអានេះបាទពីប្រវែងមួយបាទពីប្រវែងហ្នឹងហើយនឹងមកប្រវែងនេះហ្នឹងវា70បាទវា7ទឹកបងប្អូនណាបាទអញ្ចឹងពីប្រវែងមកកនេះហើយនឹងវា7ទឹកអញ្ចឹងអានេះវាជាលក្ខណៈខ្នាតតឹងទេបងប្អូនណាបាទអញ្ចឹងខ្នាតបដោយនេះវាទៅបាទពីហ្នឹងទៅហ្នឹងវាបដោយអញ្ចឹងវា1ម៉ែត្រ2ទឹកបាទ1ម៉ែត្រ2ទឹកពេញអញ្ចឹងវា7បាទ7ទឹកគុណនឹង1ម៉ែត្រ2ទឹកអញ្ចឹងណាបងប្អូនបាទអញ្ចឹងក្នុងប្រឡោះនេះបាទក្នុងមួយប្រឡោះនេះយើងចែកបាទយើងបាន4ហ៊ុនបងប្អូនណាបាទយើងបាន4ហ៊ុនអញ្ចឹងដោយសារតែ4ហ៊ុននេះយើងតាំងដៃ48បងប្អូនណាបាទយើងតាំងដៃ48ចឹងបងប្អូនឃើញវីដេអូនេះបាទកុំភ្លេចជួយចុច like ឬក៏ចុច subscribe ម្នាក់មួយផងបងប្អូនណាបាទជាចំណេះដឹងអញ្ចឹងខ្ញុំនឹងបង្ហាញនៅវីដេអូក្រោយៗទៀតអញ្ចឹងខាងនេះគឺយើងរួចបាទយើងចាក់រួចហើយបាទយើងទុកចំហៀងនេះខ្លះបាទដើម្បីដាំបន្លែដាំនៅដំណាំអីផ្សេងអញ្ចឹងយើងមកមើលពីបាទនៅខាងមុខនេះវិញបាទយើងមកមើលពីខាងមុខអញ្ចឹងខ្ញុំបង្ហាញជូនបងប្អូនបាទពីការចែកកម្មបងប្អូនបាទបាទអញ្ចឹងកម្មយើងគឺយើងត្រូវយកពាក្យកដាម្នាក់បងប្អូនបាទគឺយើងត្រូវយកពាក្យកដាម្នាក់អញ្ចឹងវាឆ្លាស់រហូតបាទវាឆ្លាស់រហូតបាទអញ្ចឹងពីរង្វង់ពីកម្មនេះបាទរហូតដល់កម្មនោះគឺមាន7ទឹកអញ្ចឹងយើងចែកបាទយើងចែកលក្ខណៈ0កណ្ដាលនេះវា74បងប្អូនណាបាទពីតំណឹងបាទហើយនឹងត្រូវចំកណ្ដាល0នេះគឺ74អញ្ចឹងដៃ48របស់យើងនេះគឺយើងចែកបានមួយខាង2ហ៊ុនបាទអញ្ចឹងនៅលក្ខណៈថាទូកដាលនេះបាទវាបានឲ្យ70បងប្អូនបាទ70ពេញបដោយ70បាទទៅតឹង70បាទទៅតឹង70បាទបដោយពីនេះទៅខាងនោះវា120ពេញបងប្អូនបាទ120ពេញអញ្ចឹងវីដេអូគឺមានតែប៉ុណ្្នឹងបាទបើសិនជាមានចម្ងល់បាទអាចស៊ើបសួរបានបាទខ្ញុំនឹងដាក់លេខទូរស័ព្ទនៅខាងក្រោមបាទអញ្ចឹងហើយបងប្អូនបាទកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំម្នាក់មួយផងបងប្អូនណាបាទខ្ញុំនឹងបង្ហាញជូនបងប្អូនត្រួសនៅការចាក់សាបបាទចាក់សាបលាតឬក៏ចាក់សាបបាទយើងកាត់ធ្វើជាស្លឹកផែនភឿនបងប្អូនណាបាទស្លឹកផែនភឿនអញ្ចឹងមួយខាន់នេះបាទបាទអានេះយើងចាក់ភ្លាមគឺយើងដោះភ្លាមបងប្អូនណាបាទយើងចាក់ភ្លាមយើងទុកប្រហែលចូល2ម៉ោងគឺយើងចាប់ដើមដោះហើយបាទយើងទុកអត់ឲ្យវារឹងទេបាទវារឹងគឺវាជាប់
បាទអរគុណច្រើនបាទអរគុណច្រើននៅទស្សនានៅវីដេអូបាទភ្លេចជួយគ្រប់គ្រងមើលវីដេអូបាទរបស់ខ្ញុំម្នាក់មួយផងបងប្អូនណាបាទបាយបាយបាទជួបគ្នានៅវីដេអូក្រោយបាទសំណាង